បាទសូមគោរពនឹងជម្រាបសួរប្រិយមិត្តពុកម៉ែបងប្អូនលោកពូលោកអ៊ុំលោកយាយទាំងអស់គ្នាដែលតាមដានក៏ដូចជាចាំយកជាមួយនឹងតម្រុយឆ្នោតពី Channel ឆ្នោតអវងបាទថ្ងៃនេះអេមីនមកជួបប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជាថ្មីហើយក៏បានពំនាំជាមួយនឹងតម្រុយបាទសម្រាប់ថ្ងៃថ្មីគឺថ្ងៃទី6ខែ8ឆ្នាំ2026អញ្ចឹងប្រិយមិត្តទាំងអស់គ្នាដែលទៅចូលមកថ្មីហើយប្រិយមិត្តទាំងអស់គ្នាចង់បានតម្រុយឆ្នោតដែលច្បាស់ពី Channel បងប្រិយមិត្តទាំងអស់គ្នាកុំភ្លេចជួយចុច Like ក៏ដូចជា Subscribe បងប្អូននឹងទទួលបានតម្រុយច្បាស់ជារៀងរាល់ថ្ងៃក៏ដូចជាមុនគេនៅពេលដែលខ្ញុំបាទផុសវីដេអូទៅប្រិយមិត្តនឹងទទួលបានតម្រុយច្បាស់មុនគេទាំងអស់អញ្ចឹងសង្ឃឹមទៅប្រិយមិត្តទាំងអស់គ្នាបាទបានចុច Like ក៏ដូចជា Subscribe ហើយបាទហើយការចុច Like ក៏ដូចជា Subscribe របស់ប្រិយមិត្តទាំងអស់គ្នាគឺជាទឹកចិត្តដល់ខ្ញុំបាទនឹងខិតខំក៏ដូចជារិះរកយកតម្រុយដែលល្អមកចែកជូនដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជារៀងរាល់ថ្ងៃហើយប្រិយមិត្តទាំងអស់គ្នាដែលចូលបានលេខធំឬក៏លេខទូចក្តីបងប្អូនទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូជាមួយនឹង admin បាទដើម្បីជាការប្រាប់ដំណឹងប្រកាន់ខ្ញុំបាទថាបុកម៉ែបងប្អូនទាំងអស់គ្នាបាទចូលលេខធំឬក៏លេខតូចអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងមកហៅជាមួយនឹងលេខ2លេខយើងវិញបាទសម្រាប់ប្រហែលថ្ងៃស្អែកយើងប្រាប់2លេខបាទយើងមាន88បាទ91និង12ប្រិយមិត្តទាំងអស់គ្នាបាទនេះគឺជាសម្រាប់តម្រុយឲ្យ2លេខគឺយើងមានបាទ88 91 12អញ្ចឹងសង្ឃឹមតែប្រិយមិត្តទាំងអស់គ្នាបានបើយកបង្កត់ត្រាទុកសម្រាប់បើលេងនៅថ្ងៃស្អែកអញ្ចឹងយើងមកមើលជាមួយនឹង3លេខយើងវិញបាទ3លេខបើគឺយើងមានបាទ400បាទ71ហើយនឹងបាទ100បាទ92បាទ100បាទ92បាទគឺយើងស្អិតមកតិចបាទគឺយើងមាន400បាទ71 100បាទ92និង700បាទ58បាទសម្រាប់3លេខខ្ញុំសូមហៅភាសាទៀតបាទគឺមានបាទ400បាទ71និងមាន100បាទ92និងមានបាទ700បាទ58តោះឥឡូវយើងមកមើលជាមួយនឹងលេខអូខ្ទង់យើងវិញសម្រាប់លេខអូខ្ទង់នៅថ្ងៃស្អែកគឺយើងមានបាទអូខ្ទង់បាទ30ហើយនិងខ្ទង់60បាទគឺមានអូខ្ទង់30ហើយនិងខ្ទង់60អញ្ចឹងសម្រាប់តម្រុយថ្ងៃទី6ខែ8ឆ្នាំ2026គឺយើងមានតែប៉ុណ្្នឹងទេហើយពុកម៉ែបងប្អូនទាំងអស់គ្នាតម្រុយនេះបងប្អូនអាចយកទៅលេងបានទាំងម៉ោង4ក៏ដូចជា30នាទីក៏ដូចជាម៉ោង6:30នាទីយប់បាទហើយ admin ក៏សូមអរគុណដែលពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច like ក៏ដូចជា subscribe បាទហើយបងប្អូនឯងត្រូវអីអាច comment ប្រាប់ admin វិញផងបាទជាការលើកទឹកចិត្តក៏ដូចជាការ feedback ដល់ admin ថាពុកម៉ែបងប្អូនទាំងអស់គ្នាបាទត្រូវហើយសម្រាប់តម្រុយថ្ងៃនេះគឺយើងមានតែប៉ុណ្្នឹងទេហើយសូមអរគុណនិងសូមគោរពលាពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូតម្រុយនៅថ្ងៃស្អែក